ស្ដីដល់បងប្អូនទាំងអស់គ្នាសម្រាប់បេក្ខជនដែលត្រៀមប្រឡងសញ្ញាបត្របាក់ឌុបនៅឆ្នាំ2025នេះអញ្ចឹងថ្ងៃនេះយើងមករៀននៅវិញ្ញាសាភូមិវិទ្យានៅចំពោះទី3សេដ្ឋកិច្ចកម្ពុជានិងមេរៀនទី1កសិកម្មកម្ពុជាសំណួរសួរថាហេតុអីបានខ្ញុំលើកយកចំពោះទី3មកសិក្សាមុនព្រោះដោយសារតែចំពោះនេះគឺជាចំពោះមួយដែលសំខាន់ហើយយើងមាន5មេរៀនហើយសិតសឹងតែជាមេរៀនដែលចេញជារៀងរាល់ឆ្នាំបាទអញ្ចឹងយើងតាមដានទាំងអស់គ្នាតើមានវិញ្ញាសាអីខ្លះបាទសំណួរទី1តើកម្ពុជាកសិករផលិតស្រូវមានចំនួនច្រើនជាងគេតើមានការងារផ្សេងទៀតក្រៅពីធ្វើស្រូវវស្សាបាទអញ្ចឹងចម្លើយក្រៅពីធ្វើស្រែឬក៏ធ្វើស្រូវវស្សាកសិករកម្ពុជាមានការងារផ្សេងៗទៀតដូចជាបាទទី1គឺចិញ្ចឹមសត្វមាន់ទាជ្រូកក្របីអញ្ចឹងនៅក្នុងសហគមន៍ឬក៏សង្គមកម្ពុជាយើងក្រៅពីស្រែចម្ការគឺពួកគាត់ចិញ្ចឹមសត្វទាំងអស់នេះទី2ការនេសាទចិញ្ចឹមត្រីនិងវារីវប្បកម្មទី3គឺដាំបន្លែបង្ការរួមផ្សំនៅជុំវិញផ្ទះទី4គឺលក់ដូរបានចំនួនតិចតួចទី5ជាកម្មករសំណង់រោងចក្របាទទី6ការឡើងត្នោតដែលបន្សល់ទុកតាំងពីបរមបុរាណមកអើយទី7សិប្បកម្មមានតម្បាញចម្លាក់ក្អមឆ្នាំងជាងដែកកញ្ជើបាទល្អីបាទលាក់និងមានច្រើនទៀតបាទចុងក្រោយគឺរោគអនុផលព្រៃឈើមានជ័រវល្លិផ្ដៅបាទនឹងអនុផលច្រើននៅក្នុងព្រៃផ្សេងទៀតបាទដែលយើងដាក់មិនអស់បាទអញ្ចឹងការងារផ្សេងទៀតមានដូចជាកម្មករចំណាក់ស្រុកតាមរដូវដើម្បីរកការងារធ្វើបាទនេះជារបៀបឆ្លើយនៅលើមុខវិជ្ជាភូមិវិទ្យាអញ្ចឹងយើងឆ្លើយខ្លីៗត្រេឲ្យមានរបៀបបែបនេះដើម្បីងាយស្រួលបានបន្ទុកបាទសំណួរទី2នៅកម្ពុជាការដាំដុះកៅស៊ូមានការកើនឡើងតើដំណាំកៅស៊ូផ្ដល់សារៈសំខាន់អ្វីខ្លះបាទចម្លើយនៅកម្ពុជាការដាំដុះកៅស៊ូមានការកើនឡើងបាទដាំដុះកៅស៊ូផ្ដល់សារៈសំខាន់ដូចជាទី1គឺការផ្ដល់ជ័រសម្រាប់បម្រើដល់ឧស្សាហកម្មក្នុងស្រុកនិងការនាំចេញជាដើមទី2ផ្ដល់ការងារជូនប្រជាពលរដ្ឋបានច្រើនទី3គឺកាត់បន្ថយការធ្វើចំណាក់ស្រុករបស់ប្រជាជនទី4កាត់បន្ថយការកាប់ព្រៃឈើអុសធ្យូងសម្រាប់ដុតទី5ជួយការងារបរិស្ថានទៅលើសំណឹកដីការហូរច្រោះដីទី6ផ្ដល់ប្រាក់ចំណូលដល់សេដ្ឋកិច្ចជាតិនិងប្រជាជនឲ្យមានជីវភាពល្អប្រសើរបាទទី7បង្កើតគម្របបៃតងជំនួសការបាត់បង់ព្រៃឈើបាទនេះរបៀបឆ្លើយ
នៅលើមុខជាភូមិជាបាទអធិស្ឋានបើសិនជាមានខុសអក្ខរាវិរុទ្ធត្រង់ណាសូមអធិស្ឋានបាទសូមអរគុណ